យើងត្រឡប់មកមើលប្រភេទនៃការប្រើប្រាស់ទៅលើ prompt AI ដែលងាយៗនឹងការប្រើប្រាស់សម្រាប់អ្នកនរគ្នាជាទូទៅនៅក្នុងគេហទំព័រនេះវា free prompt សម្រាប់បងប្អូនដែលងាយស្រួលការប្រើហើយវាច្រើនបាទវាងាយស្រួលក្នុងការប្រើច្រើនតែមែនទែនបាទបើសិនជាខ្ញុំឧទាហរណ៍AI នេះមានឈ្មោះថាជា Meijin ដែលអ្នកគ្នាអាច research នៅក្នុង Google វាយពាក្យថា Meijin បាទនេះ Meijin នៅខាងលើនេះបាទMeijin ហើយបងប្អូនអាចជ្រើសរើសវាមានប្រភេទច្រើនវាមាននេះទាំងអស់ហ្នឹងគឺមានប្រភេទទៅលើ UI graphic poster design product brand video photography select មួយទៅតែខ្ញុំយក all ចោះបាទយក all នៅកន្លែង tag បើសិនខ្ញុំស្រឡាញ់ទឹកប្រភេទទឹកសុទ្ធនេះខ្ញុំចង់បានប្រភេទទឹកសុទ្ធនេះបាទឧទាហរណ៍អញ្ចឹងអានេះគឺជាប្រភេទទឹកសុទ្ធដែលគេ design AI ហើយនេះគឺជា prompt ដែលវាប្រើសម្រាប់ Chat GPT បើសិនខ្ញុំ copy កន្លែងនេះមកហើយវា recommend ឲ្យប្រើទៅលើ Chat GPT បាទអញ្ចឹងខ្ញុំចូលទៅកាន់ Chat GPT ហើយអ្នកគ្នាអាចប្រើខ្ញុំសុំមក new chat អញ្ចឹងខ្ញុំផាសវាចូលបាទខ្ញុំផាសវាចូលមកអញ្ចឹងបើសិនជាខ្ញុំចង់បានផលិតផលដាក់ជាភេទទឹកអញ្ចឹងខ្ញុំចុចសញ្ញាបូកនេះហើយយកពាក្យថា upload ហើយខ្ញុំទៅរកប្រភេទទឹកឧទាហរណ៍ឥឡូវខ្ញុំស្រឡាញ់ទឹកអីគេខ្ញុំចង់មកណែនាំទៅលើផលិតផលទឹកដែលឈ្មោះថាជាប្រភេទ Provida បាទ Provida អញ្ចឹងកន្លែងនេះខ្ញុំអាចដូរវាបាទខ្ញុំអាចដូរកន្លែងនេះមកជាប្រភេទខ្ញុំដាក់អក្សរធំដដែល Pro បាទ Provida បាទខុសត្រូវសុំមើលសិនការពារខុសបាទខ្ញុំសុំមើលឈ្មោះគាត់សិនបាទដោយសារនេះមានឈ្មោះខ្មែរបាទអញ្ចឹងខ្ញុំសុំដាក់ប៉ុណ្ណឹងឧទាហរណ៍ចុះបាទឧទាហរណ៍ទេបាទ Provida អញ្ចឹង Provida នៅកន្លែងនេះយើងអត់មានដូរអីទាំងអស់ទេដោយសារវាជាតម្រងអញ្ចឹងកន្លែងនេះវាគឺជាប្រភេទ clean ទឹកហើយជា forest screen ដែលមកពីអីគេមកប្រភេទ forest screen អញ្ចឹងទៅបាទអញ្ចឹងកន្លែងហ្នឹងខ្ញុំដាក់មកប៉ុណ្ណឹងហើយកន្លែងផ្សេងឥឡូវខ្ញុំឧទាហរណ៍ប៉ុណ្ណឹងសិនអញ្ចឹងកន្លែងនេះក៏ដូរដូចគ្នាដែរអញ្ចឹងខ្ញុំដាក់ថាបាទ Provida ដូចគ្នាបាទនេះ Provida ដូរ Provida ដូចគ្នាមកបាទអញ្ចឹងកន្លែងផ្សេងខ្ញុំអត់កែទេហើយនេះ design បាយអញ្ចឹងបើសិន design កន្លែងនេះយើងអត់ចង់បានទេយើងលុបវាមកនេះខ្ញុំលុបវាធំនឹងមកខ្ញុំអត់ចង់បានទេខ្ញុំលុបវាប៉ុណ្ណឹងបាទខ្ញុំអត់ចង់បាន design ប៉ុណ្ណឹងមកនៅគ្នាចុចសញ្ញាបូកនេះហើយយកពាក្យថា create image ហើយកន្លែងនេះគឺជឿរើសតម្រង់បាទអានេះជឿតម្រង់ជួនកាលវាលុតអូតូអញ្ចឹងតម្រង់កន្លែងនេះបើសិនវាចុចទៅអ្នកគ្នាវាយអត់កើតទេឲ្យវាទៅអូតូក៏បានឬក៏វាយទៅតាមទំហំជាក់ស្ដែងដែរតែប៉ុណ្ណឹងមករងចាំមួយផ្លែតវានឹងចេញជាប្រភេទgenerate ឲ្យយើងហើយជាទូទៅនៅក្នុង Chat GPT វាអាចឲ្យមួយថ្ងៃទៅ3ឬក៏4ទេជាទូទៅតែបើយើងទិញ account Pro បាទបើយើងទិញ account Pro ឬក៏ Plus អាចប្រើបានច្រើនបាទខ្ញុំសុំទៅម្ដងទៀតដោយសារវាអត់ឲ្យខ្ញុំសុំទៅតេស្តវាម្ដងទៀតបាទខ្ញុំសុំតេស្តទៅលើប្រភេទ design ថ្មីបាទខ្ញុំសុំចូលកន្លែងនេះថ្មីខ្ញុំយកពាក្យថា photo ដដែលហើយខ្ញុំផាសpromptមកដដែលហើយខ្ញុំចុចសញ្ញាបូកដដែលហើយខ្ញុំយកនេះហើយអានេះគឺជាប្រភេទ platform នេះតម្រង់ឃើញតម្រង់ហ៎អញ្ចឹងខ្ញុំយកប្រភេទ portrait ហើយខ្ញុំចុចសញ្ញានេះទៅអញ្ចឹងរងចាំផ្លែនៅពេលដែលវាកំពុងតែ generate ខ្ញុំសូមមកបញ្យល់បន្ថែមទៀតតទៅនឹងការប្រើប្រាស់មួយចំនួនអញ្ចឹងនេះគឺជាប្រភេទ prompt ដែលអ្នកអាចយកទៅប្រើប្រាស់ហើយមើលគំរូបើអត់ទេយើង research បាទយើង research មកបាទយើង research នៅកន្លែងណាមួយដែលនេះចុចពាក្យ research នេះមកហើយវាយមកអូថាឥឡូវយើងនិយាយពី product បាទអញ្ចឹង product មកវានឹងចេញពីប្រភេទ product ហើយនេះសិតតែ product ដែលយើងអាចយកមកមើលគំរូឃើញទេសិតតែប្រភេទ product ហើយហ្នឹងគឺជាប្រភេទ product មួយដែលយើងអាចយកមកច្នៃខ្លួនឯងទៅតាមផលិតផលឬក៏អ្វីដែលយើងចង់បានទៅលើប្រភេទទាំងអស់ហ្នឹងអញ្ចឹង research វាតែប៉ុណ្្នឹងមកបាទនេះគ្រាន់ជាឧទាហរណ៍ទេបាទឥឡូវយើងទៅមើលតែវាចេញហើយឬនៅអូខេនេះអញ្ចឹង Provida វាបានចេញហើយនេះគឺជាប្រភេទមួយដែលយើងប្រើប្រាស់ដែលងាយស្រួលក្នុងការប្រភេទតម្រង់ទាំងអស់ហ្នឹងបាទអូខេអញ្ចឹងនេះគឺជាគំរូមួយដែលសម្រាប់ប្រើប្រាស់លើប្រភេទAI ដែលវាមានគំរូ prompt សម្រាប់ប្រើប្រាស់ដល់ការកែច្នៃសម្រាប់បងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំមានវីដេអូប៉ុណ្ណឹងទេជួបគ្នាសម្រាប់វីដេអូក្រោយទៀតអរគុណ